បារម្ភពីខ្លួនឯងទៅបើចិញ្ចឹមអាចរកកូនភ្លើងមិនល្អផងគិតថាវាការពារនាងរួចមែនទេនិយាយចប់ខ្ញុំមិនខ្វល់ពីពួកគេហើយក៏ដើរចូលបន្ទប់បាត់ទៅលេងឆាយអន្ត្រូវខ្ញុំនិយាយចាក់ដល់ចំបុករួមទាំងអាចរកកូនភ្លើងមិនពេញចិត្តទើបនាងបង្ខំចិត្តធ្វើបេសកកម្មសមត្ថភាពដូចនាងចេញពីហ្គេមដឹងតែរបួសពេញខ្លួនពិន្ទុតិចតួចមិនគ្រាន់សំបីតែចិញ្ចឹមអាចរកកូនភ្លើងផងទីបំផុតលេងឆាយចេញពីហ្គេមទាំងវេទនាអាចរកកូនភ្លើងក៏មកគូសទ្វារបន្ទប់ខ្ញុំបើកទ្វារមកឃើញវាអង្គុយសម្លឹងខ្ញុំដោយស្មុគស្មាញលេងយ៉ាននាងមិនគួរជ្រើសរើសពូទឹកក៏ទេក្នុងថ្ងៃអវសានដ៏ត្រជាក់បំផុតនេះមានតែខ្ញុំទេដែលជាដៃគូស័ក្តិសមបំផុតសម្រាប់នាងខ្ញុំលួចសើចំអកក្នុងចិត្តអាចរកកូននេះពិតជាកើតជាថ្មីមែនរូបភាពវាធ្លាប់ក្បត់ខ្ញុំនៅចាំច្បាស់ជាតិនឹងចង់ប្រើល្បិចចាស់លើខ្ញុំទៀតពូទឹកកកនៅក្បែរខ្ញុំហាក់ដូចជាដឹងពីចិត្តនាអាក្រក់របស់អាចរកកូនភ្លើងភ្នែកមូដែលធ្លាប់តែគួរឲ្យស្រឡាញ់ក៏ប្រែជាកាច់សាហាវកន្ទុយរបស់វាលើការ៉ូទិកបង្ហាញពីភាពមូម៉ៅរបស់វាខ្ញុំអង្អែលលួងពូទឹកកកអាចរកកូនចង្រៃឯងកើតជាថ្មីដែរមែនទេចាំទេថាជាតិមុនឯងធ្វើដាក់អញយ៉ាងម៉េចខ្លះគិតថាអញនឹងជឿអញទៀតមែនទេជាតិមុនគឺមកពីខ្ញុំត្រូវលេងថៃបោកបញ្ឆោតក្រោយមកខ្ញុំក៏ស្ដាយក្រោយដែរបន្ទាប់ពីនាងស្លាប់ខ្ញុំក៏បានផ្ទុះខ្លួនឯងស្លាប់តាមនាងដែរជាតិនឹងខ្ញុំគ្រាន់តែចង់នៅក្បែរនាងនិងការពារនាងតែប៉ុណ្ណោះសម្លឹងមើលភាពស្ដាយក្រោយក្នុងភ្នែករបស់វាតែចិត្តខ្ញុំលែងទន់ជ្រាយទៀតហើយខ្ញុំមានដៃគូល្អបំផុតហើយទៅរកលេនឆែនវិញទៅមិនទាន់ទាំងនិយាយចប់ផងកន្ទុយពណ៌ស្មួយក៏គ្រវាសវាចេញពីទ្វាររួចក៏បិទទ្វារចាក់សយ៉ាងលឿនខ្ញុំបំរុងនឹងលួងពូទឹកកកដែលកំពុងខឹងស្រាប់តែមានដៃមួយគូអបខ្ញុំពីក្រោយយ៉ាងខ្នងខ្យល់ដង្ហើមដ៏ត្រជាក់បក់មកប៉ះនឹងត្រចៀក